ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកខឆ្អឹងចនីជ្រូកញ៉ាំហើយសម្រាប់ខឆ្អឹងចនីជ្រូកនេះគឺយូរខ្ញុំធ្វើញ៉ាំម្ដងទេគឺខ្ញុំអត់សូវធ្វើញឹកញាប់ទេហើយសម្រាប់វិធីខគឺងាយស្រួលទេបងប្អូនហើយយើងខឲ្យមានរសជាតិឆ្ងាញ់គឺយើងត្រូវការគ្រឿងផ្សំឲ្យគ្រប់គ្រាន់ណាបងប្អូនទាំងអស់គ្នាហើយថ្ងៃហ្នឹងគឺខ្ញុំមានឆ្អឹងជំនួយជ្រូកចំនួន1គីឡូខ្ញុំកាប់ឲ្យលាងទឹកឲ្យស្អាតចឹងមកហើយខ្ញុំមានស្លឹកខ្ទឹមនិងដើមខ្ទឹមខ្យល់ដែលខ្ញុំហាន់ជាតូចៗអញ្ចឹងហើយខ្ញុំមានខ្ទឹមសច្រាមអញ្ចឹងមកបងប្អូនហើយខ្ញុំមានផ្លែប៉េងប៉ោះមួយសម្រាប់ដាក់ក្នុងសម្លហើយនេះគឺជាម្សៅជ្រអែមដែលខ្ញុំដាក់ដើម្បីយកក្លិនណាហើយខ្ញុំមានស្ករត្នោតទេបងប្អូនខ្ញុំប្រើស្ករសយើងប្រើស្ករសយកមកកូរឲ្យឡើងក្រហមអញ្ចឹងមកហើយខ្ញុំដាក់ខ្ទឹមសបំពងឲ្យឈ្ងុយឲ្យឡើងក្រហមបន្តិចសិនបន្ទាប់ពីខ្ទឹមសយើងឡើងឈ្ងុយខ្ញុំបន្ថែមម្រេចម៉ត់បន្តិចបងប្អូនដាក់ម្រេចម៉ត់ហើយខ្ញុំដាក់ម្សៅជ្រអែមហើយម្សៅជ្រអែមនេះគឺជួយកាត់ក្លិនឆ្អាបហើយធ្វើឲ្យខរបស់យើងមានក្លិនឈ្ងុយបើបងប្អូនមានគុជកាក់ក៏ដាក់បានដែរនិយាយទៅខ្ញុំអត់មានគុជកាក់ខ្ញុំប្រើម្សៅជ្រអែមអញ្ចឹងបងប្អូនតមកទៀតគឺខ្ញុំដាក់ជាមួយនឹងទឹកត្រីប្រហែលជាមួយសភាបាយពេញណាហើយសម្រាប់គ្រឿងក្រៅបងប្អូនលៃលកដាក់តាមចំណូលចិត្តណានេះគឺខ្ញុំដាក់ជាមួយនឹងទឹកស៊ីអ៊ីវចំនួនចិត្ត1វែកនិយាយទៅទឹកស៊ីអ៊ីវខ្ញុំប្រើយ៉ាងច្រើនតិចហើយខ្ញុំដាក់ប៊ីចេងបន្តិចប៊ីចេងប្រហែលជាកន្លះស្ពាបាយហើយនឹងអំបិលម៉ត់ប្រហែលជាកន្លះស្ពាបាយទៀតទៅគ្រឿងក្រៅយើងអាចថែមថយពេលក្រោយទៀតបានណាបងប្អូនយើងលៃមកល្មមណាតមកទៀតគឺខ្ញុំដាក់ឆ្អឹងជំនីជ្រូកដែលខ្ញុំលាងទឹកស្អាតហ្នឹងកាប់ដុំតូចហ្នឹងបងប្អូនយើងដាក់ចូលទៅយើងដាក់ឲ្យយើងកូរឆ្អឹងជំនីជ្រូកយើងជាមួយនឹងគ្រឿងក្រៅយើងហ្នឹងឲ្យចូលសព្វគ្នាល្អមកបងប្អូនខ្ញុំកូរឆ្អឹងជំនីជ្រូកហ្នឹងឲ្យសព្វល្អជាមួយនឹងគ្រឿងក្រៅឲ្យសព្វអញ្ចឹងទៅដើម្បីឲ្យឆ្អឹងជំនីជ្រូកយើងចូលគ្រឿងល្អហើយខ្ញុំងាស់ជាមួយនឹងភ្លើងតិចហើយបងប្អូនអាចថែមទឹកស្មានមើលទៅតាមសម្លរបស់យើងកុំឲ្យរាវពេកខ្លាចញ៉ាំទៅរៀងភ្លាវហើយបងប្អូនបន្តបង្ងោះរហូតតតែឆ្អឹងជំនីជ្រូកយើងផុយល្អហើយបន្តមកទៀតគឺខ្ញុំបន្ថែមជាមួយនឹងផ្លែប៉េងប៉ោះមួយផ្លែដើម្បីយករសជាតិរៀងជូរអែមទៅយើងញ៉ាំទៅអត់សូវតលាន់ទេបើយើងញ៉ាំតែខសុតគឺរៀងផ្អែមពេកធ្វើឲ្យយើងញ៉ាំទៅរៀងតលាន់អញ្ចឹងខ្ញុំថែមប៉េងប៉ោះមួយផ្លែហើយបន្ទាប់ពីស្លយើងឆ្អិនគឺខ្ញុំថែមគល់ខ្ទឹមខ្យល់បងប្អូនសម្លគឺឆ្អិនរួចរាល់ហើយបងប្អូនហើយបើសិនជាខ្ញុំនិយាយទៅមានខុសឆ្គងអីសូមបងប្អូនទាំងអស់គ្នាអភ័យទោសផងហើយកុំភ្លេចជួយចុច Subscribe YouTube Channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូធ្វើម្ហូបថ្មីបងប្អូនទាំងអស់គ្នាអរគុណបងប្អូនទាំងអស់គ្នាសូមជម្រាបលា